គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាមបានសម្លាប់មនុស្សចំនួន91នាក់និងខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារគ្រោះទឹកជំនន់ត្រូវបានគេរាយការណ៍ថាគឺជាគ្រោះអាក្រក់បំផុតក្នុងរយៈពេល50ឆ្នាំនៅតំបន់កណ្ដាលឈៀងខាងត្បូងប្រទេសវៀតណាមបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតចំនួនជនរងគ្រោះមនុស្សចំនួន91នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតមនុស្សចំនួន12នាក់ផ្សេងទៀតកំពុងបាត់ខ្លួនខេត្តដែលរងគ្រោះខ្លាំងគឺខេត្តដាឡាក់បានរងការវាយប្រហារខ្លាំងជាងគេដោយមានមនុស្សស្លាប់រហូតដល់63នាក់ចាប់តាំងពីថ្ងៃទី16ខែវិច្ឆិកាកន្លងមកខេត្តផ្សេងទៀតដែលមានមនុស្សស្លាប់រួមមានដូចជាខេត្តខាញ់ហ័រចំនួនអ្នកស្លាប់មាន15នាក់ខេត្តយ៉ាឡៃចំនួនស្លាប់មាន3នាក់ខេត្តដាណាងចំនួនអ្នកស្លាប់មាន2នាក់ខេត្តហៀវមានអ្នកស្លាប់ចំនួន2នាក់និងខេត្តខ្វាងទ្រីមានចំនួនអ្នកស្លាប់1នាក់ការខូចខាតលំនៅឋានផ្ទះជិត 291,100 ខ្នងត្រូវបានជន់លិចផ្ទះចំនួន221ខ្នងត្រូវបានបាក់រលំផ្ទះចំនួន933ខ្នងត្រូវបានខូចខាតការខូចខាតវិស័យកសិកម្មផ្ទៃដីដើមស្រូវនិងដំណាំផ្សេងជាង 82,100 ហិកតាត្រូវបានខូចខាតដំណាំជាង 117,000 ហិកតាត្រូវបានបំផ្លាញសត្វចិញ្ចឹមនិងបក្សីជាង 3.3 លានក្បាលបានងាប់ឬត្រូវបានទឹកជំនន់ហូរយកទៅបាត់ផលិតកម្មវារីវប្បកម្ម 1,150 ហិកតាបានងាប់ឬត្រូវបានទឹកជំនន់នាំយកទៅបាត់ការខាតបង់សេដ្ឋកិច្ចការខាតបង់សរុបមានប្រមាណជា 13,078,000 លានពោលគឺការឡើង 4,000 លានដុល្លារបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពទិន្នន័យពីខេត្តថាញ់ហ័រទឹកជំនន់នៅប្រទេសថៃបានជះឥទ្ធិពលដល់ប្រជាជនជិត 2.4 លាននាក់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានរាយការណ៍អំពីស្ថានភាពទឹកជំនន់បច្ចុប្បន្ននៅទូទាំងប្រទេសតំបន់ភាគខាងត្បូងខេត្តរងគ្រោះផលប៉ះពាល់ដល់ទៅ10ខេត្តរួមមានដូចជាខេត្តសូរ៉ាត់ថានីខេត្តក្រាប៊ីខេត្តនគរស៊ីធម្មរាជខេត្តត្រាំងខេត្តផាត់ថាឡុងខេត្តសាទូនសង្ខឡាប៉ាត់ធានីយ៉ាឡានារាធិវត្តន៍តំបន់ក្របដណ្ដប់92ស្រុក581ឃុំនិង 4,146 ភូមិចំនួនជនរងគ្រោះគ្រួសារសរុប 719,858 គ្រួសារត្រូវបានរងផលប៉ះពាល់ចំណុចក្តៅស្រុកណាថាវីនៃខេត្តសង្ខឡាទឹកជំនន់មិនបានថមថយឡើយគឺបន្តកើនឡើងរហូតដល់កាច់ផ្ដាច់ផ្លូវចេញចូលទាំងអស់និងប៉ះពាល់ដល់មនុស្សចំនួន 15,000 គ្រួសារអាជ្ញាធរអំពីនាវជាបន្ទាន់រោគទូកនិងស្បៀងអាហារតំបន់ភាគខាងជើងនិងភាគកណ្ដាលរងគ្រោះនៅតែបន្តជះឥទ្ធិពលដល់11ស្រុករួមមានដូចជាពិសណុលោកនគរសវណ្ណឧត្តរធានីសិង្ហបុរីឆៃណាតអាងថនសុវណ្ណបុរីព្រះនគរស្រីអរិជាបាធំធានីនន្ទបុរីនិងនគរបឋមតំបន់ក្របដណ្ដប់49ស្រុក441ឃុំនិង 2,902 ភូមិចំនួនជនរងគ្រោះគ្រួសារសរុប 144,327 គ្រួសារត្រូវរងផលប៉ះពាល់នាយកដ្ឋានឧតុនិយមថៃព្រមានថាភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកភាគខាងត្បូងចំនួនរហូតដល់ថ្ងៃទី25ខែវិច្ឆិកាស្ថានភាពទឹកសមុទ្រនៅតែមានគ្រោះថ្នាក់ដោយរលកមានកម្ពស់ពី2ទៅ3ម៉ែត្រឬអាចលើសពី3ម៉ែត្រនៅពេលមានព្យុះក៏រន្ទះទូកតូចត្រូវបានណែនាំឲ្យនៅឆ្ងាយពីច្រាំងរហូតដល់ថ្ងៃទី25ខែវិច្ឆិកាស្ថានភាពនៅព្រំដែនថៃវិញម្ដងថៃត្រៀមបញ្ជូនអាវុធទៅកាន់ព្រំដែនមីយ៉ាន់ម៉ាបន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកនិងបាញ់ផ្លោងចូលទឹកដីថៃកងកម្លាំងថៃកំពុងរៀបចំបញ្ជូនសព្វាវុធនិងគ្រឿងបរិក្ខារយោធាទៅកាន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាកងកម្លាំងរាចានូបានសហការជាមួយកងកម្លាំងណារេស៊ួនសកម្មភាពបង្កើនការល្បាតទាំងថ្ងៃទាំងយប់ស្របពេលដែលមានការប្រយុទ្ធគ្នានៅតំបន់មីយ៉ាន់ម៉ាកំពុងរីករាលដាលដល់កម្រិតធ្ងន់ធ្ងរបំផុត
ម៉ាឡេស៊ីបដិសេធការចោទប្រកាន់ដែលថាបានជ្រៀតជ្រែកក្នុងចំនួនព្រំដែនកម្ពុជាថៃលោកហ្វាមីហ្វាស៊ីលរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងជាអ្នកនាំពាក្យរដ្ឋាភិបាលម៉ាឡេស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រុមជននិយមថៃដែលថាទីក្រុងកូឡាឡាំពួរបានជ្រៀតជ្រែកក្នុងបញ្ហាចំនួនព្រំដែនកម្ពុជាថៃលោកហ្វាមីបានបញ្ជាក់យ៉ាងច្បាស់ថាម៉ាឡេស៊ីដើរតួនាទីត្រឹមជាអ្នកសម្របសម្រួលតែប៉ុណ្ណោះតាមសំណើរបស់ប្រទេសទាំងពីរម៉ាឡេស៊ីរក្សាចំហអព្យាក្រឹតជានិច្ចហើយមិនកាន់ជើងភាគីណាមួយនោះឡើយរាល់ការសម្រេចចិត្តរួមទាំងលក្ខខណ្ឌនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពគឺត្រូវបានកំណត់ដោយថៃនិងកម្ពុជាខ្លួនឯងផ្ទាល់លោកបន្ថែមថាម៉ាឡេស៊ីគ្រាន់តែជួយសម្របសម្រួលដល់ការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរដែលមានការលំបាកតែប៉ុណ្ណោះ